ក្រៅពីតំបន់ទេសចរដ៏មានសម្រស់ស្រស់ស្អាតនៅតាមឆ្នេរល្បីនានាជុំវិញពិភពលោកតំបន់ផ្កាថ្មឬជាភាសាអង់គ្លេសហៅថា Coral Reef មាននាទីសំខាន់មិនអាចខ្វះបាននៅក្នុងប្រព័ន្ធអេកូឡូស៊ីប៉ុន្តែផ្កាថ្មនេះកំពុងស្ថិតក្រោមការបំផ្លិចបំផ្លាញគេហទំព័រអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា Reef Relief ពន្យល់ថាតំបន់ផ្កាថ្មមានមុខងារក្នុងការទប់ស្កាត់ការបោកបក់ខ្លាំងពីរលកសមុទ្រការពារតំបន់ព្រៃលិចទឹករុក្ខជាតិនៅបាតសមុទ្រនានានិងជាពិសេសឆ្នេរសមុទ្រដែលជាទីក្រុងមានមនុស្សរស់នៅច្រើនម៉ឺនច្រើនសែននាក់ដោយដើរតួជាអ្នកការពារលំហសមុទ្រតំបន់ផ្កាថ្មក៏ជាអ្នកការពារសង្វាក់នៃបណ្ដាញអាហារផងដែរតាំងពីពពួកត្រីស្លែសត្វបិសាចដូចជាមឹកនិងគ្រូស្តាសេពពួកក្តាមបង្កង់រហូតដល់សត្វធំជាច្រើនទៀតដែលហៅតំបន់ផ្កាថ្មនេះជាផ្ទះរបស់ពួកគេសត្វទាំងឡាយនេះសុទ្ធតែមានមុខងារសំខាន់រៀងៗខ្លួននៅក្នុងបណ្ដាញអាហារក្នុងការគ្រប់គ្រងចំនួននៃពូជសត្វនីមួយៗឲ្យនៅមានតុល្យភាពល្អតំបន់ផ្កាថ្មក៏ជួយចម្រោះទឹកសមុទ្រផងដែរមិនត្រឹមតែប៉ុណ្ណោះជាមួយនឹងប្រភពអាហារដ៏សម្បូរបែបតំបន់ផ្កាថ្មក៏ជាកន្លែងនេសាទដ៏សំខាន់នៅតាមប្រទេសមានព្រំដែនជាប់សមុទ្រផងដែរក្នុងការលើកស្ទួយជីវភាពសេដ្ឋកិច្ចជាតិតែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះសកម្មភាពមនុស្សបានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅកាន់តំបន់ផ្កាថ្មដែលត្រូវបានសមាគមបរិស្ថាននានាជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងគេហទំព័ររបស់អង្គការការពារសត្វព្រៃពិភពលោក WWF ក៏បានលើកឡើងដែរថាតំបន់ផ្កាថ្មមិនអាចរស់នៅក្នុងកម្រិតសីតុណ្ហភាពក្តៅដែលបង្កដោយការកើនឡើងកម្ដៅផែនដីនោះទេបើកម្ដៅភពផែនដីនៅតែបង្កកើនឡើងនោះគេរំពឹងទុកថាផ្កាថ្មជាច្រើនតំបន់ទៀតនឹងត្រូវបាត់បង់ជីវិតក្នុងពេលដែលខ្លីខាងមុខសកម្មភាពនេសាទមួយចំនួនក៏ជួយពន្លឿនល្បឿននៃការបំផ្លាញផ្កាថ្មផងដែរដូចជាការនេសាទដោយប្រើប្រាស់គ្រាប់បែកផ្ទុះការវាយកំទេចផ្កាថ្មនិងការនេសាទហួសកម្រិតជាច្រើនករណីទៀតសកម្មភាពទេសចរមួយចំនួនក៏មានអំពើអវិជ្ជមានទៅកាន់តំបន់ធម្មជាតិនេះដែរការសាងសង់សំណង់នៅតាមតំបន់ផ្កាថ្មការទម្លាក់យោធាពីកប៉ាល់ការចុះទៅលេងក្នុងទឹកដោយគ្មានការប្រុងប្រយ័ត្ននិងការបង្ហោះសារធាតុកកចូលទៅក្នុងទឹកជាដើមនិងមួយវិញទៀតការនេសាទផ្កាថ្មជាវត្ថុអនុស្សាវរីយ៍សុទ្ធសឹងតែជាសកម្មភាពដែលមនុស្សកំពុងតែមើលរំលែងផលប៉ះពាល់របស់ពួកវាសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ